រឿងចៅគីងគក់កាលពីព្រេងនាយមានគ្រួសារប្តីប្រពន្ធពីរនាក់រស់នៅដាច់ស្រយាលពីគេពួកគាត់ប្រកបរបរកសិកម្មដើម្បីចិញ្ចឹមជីវិតយ៉ាងសុខសាន្តអ្វីត្បិតតែពួកគាត់រស់នៅក្នុងជីវភាពធូរធារប៉ុន្តែទាំងពីរនាក់តែងតែពិបាកចិត្តព្រោះតាំងពីរៀបការជាប្តីប្រពន្ធមកពុំទាន់មានកូនសោះយប់នេះព្រះច័ន្ទពេញបូរមីល្អណាស់ព្រោះជាថ្ងៃបុណ្យអកអំបុកសំពះព្រះខែយើងគិតបន់ផ្សងសុំកូនមួយមើលក្រែងលោបានប្រពន្ធនិយាយទៅកាន់ប្តីអ្នកទាំងពីរក៏បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកមេតាដាក់ទានកូនមួយមកដើម្បីជាពន្លឺក្នុងគ្រួសារទៅអនាគតមួយឆ្នាំក្រោយមកប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះដោយបំណងពួកគាត់សប្បាយចិត្តយ៉ាងខ្លាំងលុះដល់គម្រប់ខែឆ្លងទន្លេប្រពន្ធរបស់គាត់ក៏កើតបានកូនមួយតែគួរឲ្យស្ដាយដែលកូនរបស់គាត់កើតមកជាសត្វគីងគក់ពេលនោះនេះជាប្តីខឹងឆេះឈួលហួសប្រមាណក៏ទាញកាំបិតបំរុងផ្ដាច់ជីវិតគីងគក់ក៏ឆ្លើយថាឈប់លោកឪពុកជាទីមានគុណហេតុអ្វីបានជាពុកដាច់ចិត្តសម្លាប់កូនក៏ចង់ឃើញជន្លឺព្រះអាទិត្យដូចគេឯងដែរគ្រាន់តែឮសំឡេងគីងគក់ចេះនិយាយឪពុកក៏ភ័ន្តភាំងទុនដៃរលីនៅកំហឹងទាំងប៉ុន្មានចំពោះកូនទៅវិញគាត់ខំបីបាច់ថែរក្សាកូនរហូតដល់ធំពេញវ័យកាលបើចម្រើនវ័យបាន16ឆ្នាំហើយចៅគីងគក់ក៏អាចជួយសម្រាលការងារឪពុកម្ដាយដោយក្មេងទូទៅដែរវាតែងតែជួយរកទឹកមើលគូនិងធ្វើការងារផ្សេងទៀតជំនួសពួកគាត់ថ្ងៃមួយគីងគក់និងឪពុកនាំគ្នាទៅកាប់អុសក្នុងព្រៃជ្រៅសំលេងស្អីនឹងពុកគីងគក់សួរទៅឪពុកពួកគេក៏ដើរសំដៅទៅកន្លែងសំលេងមនុស្សស្រីៗឲ្យជួយគឺព្រះនាងទេតើយីពុះធំណាស់ពុកវាចង់ស៊ីសេះព្រះនាងហើយគីងគក់ស្រែកគ្រាន់តែឮសំលេងគីងគក់ភ្លាមពុះដល់សាហាវក៏លែងសេះរួចទៅរកគីងគក់ភ្លាមវាព្រមនឹងលេបគីងគក់ស៊ីជាចំណេញតែទីបំផុតក៏ត្រូវគីងគក់សម្លាប់វិញរំពេចនោះក៏ផ្ទុះពេជ្រមួយគ្រាប់ចេញពីក្បាលរបស់វាព្រះនាងនិយាយទៅកាន់គីងគក់ថាអ្នកជាសត្វគីងគក់ធំចម្លែកពូកៅអស្ចារ្យយើងសូមអរគុណដែលអ្នកបានជួយយើងឲ្យរួចពីសេចក្តីស្លាប់នេះគីងគក់ក៏នាំព្រះនាងចាក់ចេញពីព្រៃនោះទៅថ្លែងពីនគរចក្ររដ្ឋមានឧបរាជមួយឈ្មោះកំហែងរិទ្ធជាអ្នកខ្លាំងពូកែអស្ចារ្យឧបរាជបានហាត់រៀនវិជ្ជាមន្តអាគមនិងគុនដាវនៅលើកំពូលភ្នំមួយក្នុងបំណងធ្វើយ៉ាងណាឲ្យនគរទាំងឡាយคล้ายជាចំណោះនគររបស់ខ្លួនឧបរាជហាត់រៀនវិជ្ជាសពគ្រប់ហើយក៏ធ្វើដំណើរទៅរាជវាំងលុះមកដល់រាជវាំងឧបរាជកំហែងរិទ្ធបានសុំរាជានុញ្ញាតពីព្រះអង្គជិញទៅច្បាំងជាមួយនឹងនគរមហាភពព្រះអង្គក៏យល់ព្រមឲ្យកំហែងរិទ្ធដឹកនាំទ័ពទៅច្បាំងនិយាយពីព្រះអង្គនគរមហាភពវិញលុះទ្រង់ជ្រាបដំណឹងថានគរចក្ររដ្ឋចង់ដណ្ដើមទឹកដីរបស់ខ្លួនក៏បញ្ជាឲ្យលោកសេនាបតីជាមេទ័ពដឹកនាំទ័ពតទល់ជាមួយសត្រូវតែត្រូវកំហែងរិទ្ធវាឲ្យរបួសក៏រត់ភៀសខ្លួនមកដល់ពាក់កណ្ដាលផ្លូវលោកសេនាបតីបានជួបនឹងកងទ័ពរបស់ខ្លួនមេទ័ពខំប្រឹងធ្វើដំណើររហូតមកដល់រាជវាំងហើយរៀបរាប់ប្រាប់ព្រះអង្គមិនទាន់ចប់ផងក៏ស្លាប់ទៅក្រោយពេលលោកសេនាបតីស្លាប់ទៅព្រះអង្គក៏ចេញព្រោះរាជកាសដើម្បីជ្រើសរើសអ្នកខ្លាំងពូកែបើនរណាច្បាំងឈ្នះព្រះរាជានឹងប្រទានព្រះរាជបុត្រីនិងយសស័ក្តិជាកិត្តិយសទៀតផងព្រះរាជប្រកាសរបស់ព្រះអង្គបានឮដល់ចៅគីងគក់ក៏សុំឪពុកជួលគាល់ព្រះអង្គលុះជួបព្រះអង្គហើយគីងគក់ក៏ទូលទ្រង់ឲ្យរាជានុញ្ញាតខ្លួនធ្វើជាមេទ័ពព្រះអង្គទ្រង់ចម្លែកក្នុងចិត្តណាស់ហើយដុំបិចក៏គីងគក់ចេះនិយាយតែទ្រង់ស្ងៀមមិនចេញស្ដីគីងគក់ក៏ទូលព្រះអង្គបន្ថែមដោយយល់ថាព្រះអង្គពិតជាគិតថាខ្លួនជាសត្វទើបមិននិយាយបរពិតព្រះអង្គធ្វើបិទទូលបង្គំជាសត្វគីងគក់តែទូលបង្គំពិតជាចង់កម្ចាត់សត្រូវដែលឈ្លានពានទឹកដីយើងប្រកបមែនពីព្រោះទូលបង្គំក៏ជារាជរបស់ព្រះអង្គដែរស្ដេចទ្រង់ស្ងើចសរសើរពីសម្ដីរបស់គីងគក់ណាស់ទ្រង់ញញឹមហើយមានបន្ទូលថាមេទ័ពដ៏អស្ចារ្យជួលឯងទទួលបានជោគជ័យអរគុណព្រះអង្គគីងគក់ឆ្លើយគីងគក់បានដឹកនាំទ័ពឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយរហូតដល់ទឹកដីដែលសត្រូវបានឈ្លានពានគ្រាន់តែឃើញគីងគក់ភ្លាមកំហែងរិទ្ធក៏សើចចំអកចៅគីងគក់ថាតាំងនគររបស់ឯងគ្មានអ្នកខ្លាំងពូកែទេឬ
បានជាយកសត្វទូចតាច់ដូចឯងធ្វើជាមេទ័ពឯកងទ័ពនគរចក្ររដ្ឋកាលបើលឺមេទ័ពនិយាយបែបនេះក៏សើចបង្កក់គីង្គក់នៅស្ងៀមហៅដៅសម្ដៅទៅដើមថ្នោតមួយដើមដល់ហើយក៏លើករំលើងដើមថ្នោតបោះទៅលើកូនទ័ពរបស់កំហែងរិទ្ធបន្ទាប់មកវាខំបំពង់ពុះបញ្ចេញខ្យល់សិលស្លាប់ពលរាជជាច្រើនអ្នកទីផងឃើញបែបនេះកំហែងរិទ្ធក៏សួរមុនអាគមបង្កើតពុះជាច្រើនឲ្យដេញសម្លាប់គីង្គក់តែទៅគីង្គក់សម្លាប់គ្មានសល់ដឹងថាមិនឈ្នះគីង្គក់មេទ័ពកំហែងរិទ្ធក៏ក្រវែងខ្សែសិលចងគីង្គក់ជាប់អាសត្វចង្រៃខ្លួនរបស់ឯងនឹងក្លាយជាឈាមដោយសារតែខ្សែសិលរបស់យើងហាហាមេទ័ពកំហែងរិទ្ធស្រែកគីង្គក់ប្រឹងរើយ៉ាងណាក៏ពុំរួចអស់តម្រិះវាក៏លើកដៃប្រណម្យហើយបួងសួងដល់គុណឪពុកម្ដាយសូមជួយឲ្យកូនរួចផុតពីចំណងសិលនេះផងដើម្បីទាន់ពេលជួយនគររបស់យើងខ្សែចំណងក៏ដាច់ភ្លាមមួយរំពេចមេទ័ពកំហែងរិទ្ធខឹងណាស់ក៏តម្លើងខ្លួនយ៉ាងធំដូចយក្សរួចទាញដាវបំរុងផ្ដាច់ជីវិតគីង្គក់ក៏ព្រុសពេជ្រទឹកសម្ដៅទៅកំហែងរិទ្ធស្លាប់ទៅក្រោយពីទទួលបានជោគជ័យពីនគរចក្ររដ្ឋមកចៅគីង្គក់ក៏ធ្វើដំណើរមកកាន់រាជវាំងវិញព្រះអង្គក៏មានបន្ទូលទៅកាន់ចៅគីង្គក់ថាយើងនឹងមិនក្បត់ពាក្យសន្យាចំពោះឯងទេត្បិតឯងបានជួយនគររបស់យើងឲ្យរួចផុតពីបច្ចាមិត្តមានបន្ទូលរួចទ្រង់ក៏បែរព្រះភ័ក្ត្រមកសួរបុត្រីដែលព្រះនាងគង់នៅទីនោះដែរថាតើបុត្រព្រមទទួលចៅគីង្គក់ជាស្វាមីឬទេព្រះនាងក៏ទូលថាព្រះពរព្រះបិតាបុត្រយល់ព្រមព្រោះមេទ័ពគីង្គក់ធ្លាប់បានជួយសង្គ្រោះបុត្រម្ដងដែរកាលបុត្រទៅក្រសាលឯព្រៃជ្រៅចៅគីង្គក់ក៏សូមរាជានុញ្ញាតព្រះអង្គនាំព្រះនាងទៅភូមិកំណើតដើម្បីជួបអ្នកមានគុណរបស់ខ្លួនអ្នកទាំងពីរថ្វាយបង្គំលាព្រះអង្គហើយក៏ធ្វើដំណើរមកជួបអ្នកមានគុណលុះជួបឪពុកម្ដាយគីង្គក់និងព្រះនាងក៏ក្រាបសំពះហើយរៀបរាប់រឿងសពគ្រប់ជូនអ្នកមានគុណស្ដាប់បន្ទាប់មកចៅគីង្គក់ប្រាប់ឲ្យម្ដាយយកពេជ្រទឹកគូសខ្វែងលើក្បាលរបស់ខ្លួនហើយលើកដៃបួងសួងដោយនិយាយថាសូមឲ្យកូនក្លាយជាមនុស្សដូចក្តីប្រាថ្នាម្ដាយក៏ធ្វើតាមដូចដែលកូនប្រាប់គីង្គក់ក៏ប្រែកាយក្លាយជារាជបុត្រស្រស់សង្ហាមួយព្រះអង្គព្រះរាជបុត្រនិងព្រះនាងក៏យាងមកកាន់រាជវាំងវិញទ្រង់បានរៀបអភិសេកយ៉ាងអធិកអធមហើយរស់នៅជាមួយគ្នាសុខសាន្តទៅហើយ